Students explore new ideas Students explore new ideas ពាក្យនេះយើងអានថា explore noun របស់វាគឺ exploration សិស្សានុសិស្សទៅស្វែងរកគំនិតថ្មីៗ explore រករកឬក៏ស្វែងរកអីហ្នឹងណាហើយដូចខ្ញុំប្រាប់មិញហ្នឹង noun របស់វាគឺ exploration ហើយគេក៏ប្រើប្រាស់សម្រាប់ស្វែងរកធនធានធម្មជាតិរ៉ែហ្នឹងគេប្រើពាក្យអីហ្នឹងដែរ She expressed her feelings She expressed her feelings គាត់ឬក៏នាងបង្ហាញពីអារម្មណ៍របស់ខ្លួនឯងឬក៏បញ្ចេញអារម្មណ៍ខ្លួនឯងពាក្យ express នេះជា verb នៅទីនេះ express ក៏មានជា noun ដែរប៉ុន្តែទៅជាន័យផ្សេងវិញដោយការដឹកជញ្ជូននេះបើ express គេចង់មានន័យថាវារហ័សទាន់ចិត្តអីចឹងទៅចង់បងប្អូនរៀនភាសាអង់គ្លេសត្រូវប្រយ័ត្នឡើយហ្នឹងពាក្យខ្លះសរសេរដូចគ្នាបែបបិទប៉ុន្តែ part of speech របស់វាខុសគ្នាមួយជា noun មួយជា verb អីចឹងទៅហើយអត្ថន័យអាចខុសគ្នាចឹងពេលយើងឆែកវចនានុក្រមយើងត្រូវមើលរឿងហ្នឹងដែរណាមួយណាជា noun មួយណាជា verb អីចឹងទៅ They extracted oil from the ground They extracted oil from the ground ពួកគេបានបូមប្រេងចេញពីក្រោមដីគេពី extract មានន័យថាយើងដកអីមួយចេញមកឬក៏បូមចេញមកពេលយើងទៅពេទ្យឲ្យពេទ្យដកថ្មិញគេប្រើពាក្យ extract ហ្នឹងដែរចឹងពាក្យនេះយើងអានថា extract តែគេអានផ្ដាច់ចឹងគេអានឲ្យជាប់លឿនណា extract អូខេ extract noun មកវាគឺ extraction ចាំមានប៉ុណ្ណឹងណាបងប្អូនសាកយកពាក្យមួយមកបង្កើតជាប្រយោគហើយ comment ក្នុងវីដេអូនេះមក